អូនក្នុងវីដេអូនេះគឺខ្ញុំងើបពីព្រឹកម៉ោង7រៀបចំខ្លួនជិះម៉ូតូ20គីឡូជាងទៅ office ចូលទៅការម៉ោង8តែជាពីផ្ទះម៉ោង7:60នាទី But now not anymore Why វីដេអូនេះនឹងប្រាប់អ្នកទាំងអស់គ្នាបាទចង់ជិះទៅធ្វើការនៅ office មានតែយក office មកដាក់ក្នុងផ្ទះវិញយ៉ាដូចសមត្ថផលពេលនៅជាសិស្សផ្នែកស្ថាបត្យកម្មខ្ញុំតែចង់បានបន្ទប់ផ្ទាល់ខ្លួនមួយដែលឲ្យខ្ញុំសាកល្បងកំណត់ថ្មី from start to finish បច្ចុប្បន្នខ្ញុំរៀនចប់និងមានបទពិសោធន៍ការងាររយៈពេល3ឆ្នាំអញ្ចឹងវាគួរទៅដល់ពេលដែលខ្ញុំនឹងធ្វើឲ្យវាចេញជារូបរាងម្ដងហើយនេះគឺជាបន្ទប់ទទួលភ្ញៀវនៅផ្ទះរបស់ខ្ញុំឥឡូវសាកសម័យមើលបើពីអ្នកខ្ញុំ renovate វាឲ្យទៅជា home office សួស្តីអ្នកទាំងអស់គ្នាខ្ញុំរតហើយខ្ញុំគីមលេងសម្រាប់ពួកខ្ញុំ designing វាដូចជាការស្វែងរកដំណោះស្រាយឲ្យបញ្ហាមួយចឹងតែគ្រាន់តែថាតើបញ្ហាទាំងអស់ហ្នឹងយើង design ដំណោះស្រាយវាបានល្អប៉ុណ្ណាចំពោះការប្រើប្រាស់ស្រួលប៉ុណ្ណានិងមានសោភ័ណភាពស្អាតប៉ុណ្ណាឧទាហរណ៍ថានេះគឺជាបញ្ហា99មុខហើយនេះគឺជាដំណោះស្រាយតែមួយគត់99+1 Design Labបងនិយាយចឹងស្ទូឌីយោយើងមានបានគិតថាគួរដាក់អីគេខ្លះអត់សម្រាប់បងការងារ 70% លើកុងទ័រតែក៏បងចង់បានតុកមួយដែលអាចឲ្យបង sketch ហើយនឹងកាត់กระดาษបកបិទអីចឹងចឹងអ្វីដែលយើងត្រូវការមានដូចជាតុធ្វើការហើយមានកុំព្យូទ័រម្នាក់មួយតុ drafting table សម្រាប់ freestyle ហើយពេលដើរចូលក្នុងមានទូដាក់ស្បែកជើងហើយពីលើហ្នឹងគួរតែមាន cabinet មួយអូខេបន្ទប់ធ្វើការត្រូវតែប្លង់ហើយមានរបៀបហ្នឹងហើយវាត្រូវតែមានពលឺចូលគ្រប់គ្រាន់ហើយមាន privacy ផងហើយមានកន្លែងតាំង material បងក៏ចង់បានក្តារខៀនមួយសម្រាប់ planning និងធ្វើជា reminder ផងព្រោះតើមានកន្លែងតាំង display color ទៀតហើយចាំដល់ទំនេរយើងអាច decor artwork បានទៀតតែមែនទេណោះចុះកន្លែងកំសាន្តមកភ្ញៀវចាំមានអីដាក់ទៀតទេណាដូចជាអស់ហើយតែពេលធ្វើការបងអង្គុយចិត្តតែលើកជើងយ៉ាអត់អីទេចាំខ្ញុំ apply ក្នុង design concept ឲ្យចាំមើលด้วยតោះចាត់ការនេះមិនប្លាចឹងមកយ៉ាងមុននឹងចូលដល់ការ design ពួកយើងមករើអីវ៉ាន់ដើម្បីវាស់យកប្លង់ផ្ទះជាក់ស្ដែងសិនចាទូនេះវាស់ដែរអត់ទេយើងហើវាចេញហើយខ្ញុំវាស់ពីដានទៅហើយចំមានម៉ែ laser យូរហើយមិនយកឯងប្រាប់ហើយបើយកឲ្យវាស់ស្រួលពេកមានវីដេអូណាថតឲ្យគេមើល3.4 ម៉ែត្រគត់ហ្មងបន្ទាប់ពីវាស់វែងរួចរាល់ពួកយើងគូរវានៅក្នុង AutoCAD និង print ចេញដើម្បី design ជា hand sketch ពីលើវាសិនទ្វារចូលដាក់ស្របផ្លូវដើរទៅផ្ទះបាយខាងក្រោយនៅពេលដែលយើងបោះជើងចូលកន្លែងធ្វើការភ្លាមមាន space យើង rest សិនកុំឲ្យថាយើងបើកទ្វារមកដល់កន្លែងធ្វើការយកបដ ாய் នៅអញ្ចឹងចប់នឹងមានកន្លែងសម្រាប់អង្គុយដោះស្បែកជើងទុកហើយនៅពីលើនឹងមានទូសម្រាប់ដាក់របស់ប្រើប្រាស់ប្រចាំថ្ងៃសម្រាប់តុធ្វើការដាក់បាយមកខាងក្រៅហើយនៅពីក្រោយនឹងមានទូតាំង catalog និង material សម្រាប់ display អញ្ចឹងមុខនេះគឺជាកន្លែងដែលស័ក្តិសមបំផុតសម្រាប់អង្គុយទទួលភ្ញៀវ consultation អង្គុយពិភាក្សាគ្នាឬកាន់បង្កើតអីចឹងទៅដើម្បីរក្សា privacy និងពន្លឺធម្មជាតិចូលគ្រប់គ្រាន់ខាងមុខនេះយើងរៀបឥដ្ឋកញ្ចក់ធ្វើជាជញ្ជាំងនិងចោះបង្អួចនៅចំកណ្ដាល
ធម្មតារបស់កាន់តែតិចវាកាន់តែថ្លៃបែបកាន់តែតូចត្រូវតែឆ្នៃយកមកប្រើអត់ ត្រូវហើយទោះបីវាជាផ្លូវដើរតែយើងអាចឆ្នៃអញ្ចឹងកន្លែងហ្នឹងដាក់ folding table ពេលយើងអត់ប្រើយើងអាចបត់វាឡើងវិញបាន ហើយរបស់សំខាន់ចុងក្រោយគឺក្រាខៀនវាដើរតួនាទីជា reminder ប្រើសម្រាប់ brainstorming ឬក៏ planning ហើយដើម្បីឲ្យកាន់តែចំណេញ space ពួកយើងដោះទ្វារមុខចេញរួចសង់ជញ្ជាំង intern ដោយរំកិលវាមកខាងមុខបន្តិចឥឡូវ concept design ចប់ហើយអញ្ចឹងយើងទៅធ្វើវានៅក្នុង CD ហ្មងទៅ let's go ឡើយ studio ពួកយើង design រួចហើយប៉ុន្តែរឿងសំខាន់មួយទៀតដែលពួកយើងតែបញ្ចូលចិត្តធ្វើឡើយមកកែតពួកយើងកាត់រួចហើយ final check ថាតើនៅក្នុងហ្នឹងមានអីសោះគ្រប់ដូចដែលពួកយើងចង់បាននៅទី1វាជា home office អញ្ចឹងឧទាហរណ៍ថាពេលខ្ញុំចុះមកពីលើចូលតាមទ្វារនេះមកដល់តុធ្វើការបន្ទាប់មកខ្ញុំទៅឆែកកណ្ដាលខៀននិង list down ការងារដែលខ្ញុំត្រូវធ្វើឧទាហរណ៍ថា10នាទីក្រោយមកគឹមលេងគាត់មកដល់អញ្ចឹងពេលយូរមកដល់យូរથઈគេមុនគេ អីខ្ញុំចូលតាមពីមុខនេះហ្នឹងហើយការដែលលើកកម្ពស់ floor ហើយឆ្នៃធ្វើ space for យើងអញ្ចឹង don't bring the dirt inside the home កុំនាំដីចូលផ្ទះដល់ពេលមានភ្ញៀវយើងមកអង្គុយភាសាគ្នានៅនេះខាងដល់អញ្ចឹងឥតកញ្ចក់យកពលឺផងរក្សាឯកជនភាពផងដល់ពេលមានភ្ញៀវយើង convert វាមកជាកន្លែងអង្គុយកាត់មកកែបវិញទៅបើនៅពីក្រោមហ្នឹងយើងធ្វើទូលាក់របស់ដបធំធំសឹងអីហើយពីក្រោយនេះយើងមានទូដាក់សម្ភារៈសម្រាប់ប្រើប្រាស់ទៀតហើយបើភ្ញៀវចង់មើលគំរូពណ៌និង material នេះអញ្ចឹងតនេយើងឆ្នៃវាជាថតទុកដាក់ sample ពណ៌នៅពីលើកែនៅពីក្រោយបើម្ដងនេះវិញ space នៅក្រោមជាដើរនៅសល់ក៏ឆ្នៃវាទៅជាកន្លែងប្រឈម material បន្ថែមឃើញចំណេញ space អត់ហើយអត់ញ៉ៃញ៉ៃទៀតនិយាយដល់រឿងចំណេញ space កន្លែងដែលខ្ញុំចូលចិត្តជាងគេគឺអាតុកជាប់អញ្ចឹងនៅគៀននេះបើខ្ញុំចង់ប្រើខ្ញុំបាត់វាចោះស្រារួចបាត់វាឡើងវិញហើយឃើញវាលយអត់តា